ម៉ាជាគឺជាកូនការរបស់ម៉ាមិនអាចនិយាយដូចនេះដាក់គាត់មិនមកទៅម៉ាមិននេះខ្ញុំគ្រាន់តែលេងសើចទេកុំបារម្ភខ្ញុំនឹងប្រកួតខ្សែសង្វាក់ក្រែមលំដាប់ខ្ពស់ទៅឲ្យណានហ្វឹងចាប់ពីស្អែកនេះទៅចៅគឺជាអគ្គនាយកផ្នែកក្រែមលំដាប់ខ្ពស់របស់ក្រុមហ៊ុនណានគ្រប់ហើយអរគុណលោកយាយចៅនឹងមកធ្វើឲ្យលោកយាយខកចិត្តទេបន្ទាប់មកទៀតតើចៅមានគម្រោងអីទេមានខ្ញុំចង់ដាក់លក់ក្រែមសងជាងថៅហុងមកលំដាប់ខ្ពស់ថ្មីល្អយាយគ្រប់ត្រចៅអ្នកនិយាយស្អីខ្សែចង្វាក់ផលិតក្រែមលំដាប់ខ្ពស់របស់ក្រុមហ៊ុនណានអ៊ីត្រូវប្រកួតឲ្យក្មេងអាយុ6ឆ្នាំកុំលេងសើចអគ្គនាយកណាននៅទីណាខ្ញុំចង់ជួបលើឋានៈប្រតូចណានទៅត្រឡប់ចូលគ្រួសារណានថ្មីនេះទទួលបានការឆ្លងថ្នាក់ថ្នមពីលោកជិញណាដូច្នេះទៅបានប្រកួតខ្សែសង្វាក់ផលិតកម្មអីតែផ្ដាស់មែនក្មេងអាយុ6ឆ្នាំហើយមកពីស្រុកស្រែទៀនរាប់ពី1ដល់100មិនដឹងយ៉ាងម៉េចផងតែដឹងរឿងអាជីវកម្មស្អីអគ្គនាយកណានគាត់កំពុងគិតស្អីលោកអើយគ្រឿងសម្អាងកម្រិតខ្ពស់របស់ក្រុមហ៊ុនណានខាំស្ទើររាល់ឆ្នាំប្រហែលជាក្រុមហ៊ុនណានក្រុមមានគម្រោងបោះបង់ចោលទាំងស្រុងនៅអង្គភាពអាជីវកម្មលំដាប់ខ្ពស់ហើយមើលតាមពេលវេលាអគ្គនាយកណានតូចក៏តែចិត្តមកដល់ហើយបងស្រីហុងយីតែយើងគួរទៅចុះទទួលស្វាគមន៍ទេយើងចង់ទៅចោះខ្ញុំមិនចាប់អារម្មណ៍ស្វាគមន៍អីគ្មាននឹងទេអ្នកប្រុសតូចផ្នែកផលិតកម្រិតខ្ពស់គឺមានថ្នាក់ក្រោម3នាក់លិនហុងយៈជាប្រធានទទួលបន្ទុកផ្នែកទីផ្សារសាំងអ៊ីសិនទទួលបន្ទុកខាងស្រាវជ្រាវហើយនិងអភិវឌ្ឍចំណែកចៅសានគឺគាត់ទទួលបន្ទុកផ្នែករដ្ឋបាលឈ្មោះពីរអ្នកដំបូងគឺមានប្រវត្តិសិក្សានៅក្រៅប្រទេសបងស្រីធីងបងមានប្រាប់ពួកគេថាខ្ញុំមកក្រុមហ៊ុនខ្ញុំជិះដំណឹងមកយូរហើយអ្នកដឹកនាំជាន់ខ្ពស់មកដល់ក្រុមហ៊ុនគ្មានអ្នកណាម្នាក់មកស្វាគមន៍យើងសោះមនុស្សទាំងនេះពិតជាក្អឹកតមែននាងសាច់អីសុំទោសអ្នកប្រុសតូចខ្ញុំគ្រាន់តែគិតថាអ្នកប្រុសនៅក្មេងបែបនេះតែចង់បានមុខមាត់មើលទៅគួរឲ្យស្រឡាញ់ណាស់នេះមិនមែនចង់បានមុខមាត់ទេនៅសម័យបុរាណវិញអ្នកធំជាងមកដល់កន្លែងមន្ត្រីមូលដ្ឋាននឹងចេញមកទទួលស្វាគមន៍វាគ្រាន់តែជាក្រុមសិលធម៌ជាមូលដ្ឋានមិនមានអ្វីពាក់ព័ន្ធនឹងការចង់បានមុខមាត់គឺជាការគោរពអ្នកដែលគួរតែបង្ហាញបើអ្នកទាំងនោះមិនគោរពមន្ត្រីចក្រពត្តិនោះអាចមើលដឹងថាជាមនុស្សក្អឹកតមគាត់ជាអគ្គនាយកណានតូចមកជួបលីនហុងជាសុំទោសប្រធានលីនគាត់ជាប់ប្រជុំសូមរងចាំបន្តិចសិនគាត់គឺជាអគ្គនាយកជាអ្នកដឹកនាំក្រុមហ៊ុនអ្នកនេះនិយាយអញ្ចឹងតើបានន័យថាម៉េចនាងត្រូវបណ្ដឹងចេញពីការងារហើយឡើងទៅផ្នែកចរាចរណ៍វត្ថុបើប្រាក់ខែទៅបងធីងពួកយើងតែនៅខ្លួនឯងបងហុងជាវីវ៉ូហើយអគ្គនាយកណានតូចឡើងទៅតែម្ដងខ្ញុំត្រូវបានគាត់ដេញចេញហើយថាម៉េចមែនទៀតក្មេងនេះការនិយាយស្ដីមើលទៅមិនដូចក្មេងធម្មតាទេពេលខ្ញុំនៅក្បែរអគ្គនាយកណានធំខ្ញុំមិនដែលមានអារម្មណ៍ថាត្រូវគាត់គៀបសង្កត់ឡើងអគ្គនាយកតូចសាហាវដល់ថ្នាក់នេះហើយឆាប់ប្រមូលបានទុកអគ្គនាយកណានតូចឡើងមកហើយណែមិនតូចមួយភ័យដល់ថ្នាក់នេះចៅសានអគ្គនាយកណានតូចមកក្រុមហ៊ុនខ្ញុំណែនាំឲ្យលោកយកចិត្តទុកដាក់ការងារតែក្មេងតូចនេះណាជាក្មេងខុសពីអ្វីដែលពួកយើងគិតក្មេងអាយុ6ឆ្នាំម្នាក់20នាងភ័យដល់ថ្នាក់នេះទៅហើយខ្ញុំប្រាប់នាងណាខ្ញុំគឺជាបងប្អូនរបស់ម្ដាយរបស់គេនឹងមិនទាន់ហៅខ្ញុំថាពូមួយម៉ាត់ផងមនុស្សពីរនាក់មកការរល័យខ្ញុំដើម្បីលេងជាមួយខ្ញុំចៅសាននេះគឺជាម៉ោងធ្វើការសុំលោកកំហុសហេតុពេកនាងចេះដឹងរឿងខ្ញុំប្រាប់នាងខ្ញុំគឺជាសាច់ញាតិរបស់គ្រួសារណានខ្ញុំមិនជឿថាខ្ញុំអគ្គនាយកណានប៉ុន្តែនាងចោលល្អនឹងស្វាជាមួយលោកហើយអ្នកទាំងអស់គ្នាទៅជាមួយខ្ញុំតែចំណាយយើងស្វាគមន៍គាត់លោកអគ្គស្រីអគ្គនាយកណានតូចផ្នែកផលិតលំដាប់ខ្ពស់របស់ក្រុមហ៊ុនណានគ្រប់សូមគោរពលោកអគ្គនាយកណានតូចខ្ញុំគឺលីនហុងយីសួស្តីអគ្គនាយកណានខ្ញុំគឺសាំងអ៊ីនសិនជាអនុប្រធានខ្ញុំចាំថាពួកនាងនៅមានអនុប្រធានរងម្នាក់ទៀតចៅសានគេនៅឯណាបើទៅរត់វាមិនមែនជាក្មេងស្រុកស្រែទេអនុប្រធានរងចៅសានគាត់នៅក្នុងការិយាល័យខ្ញុំទូរស័ព្ទឲ្យគាត់ឥឡូវនេះលោកយាយឲ្យខ្ញុំគ្រប់គ្រងផ្នែកអាជីវកម្មលំដាប់ខ្ពស់តើពួកនាងគិតថាខ្ញុំងាយស្រួលបោកព្រោះខ្ញុំនៅក្មេងមែនទេស្ដេចយើងអត់ទេអ្នកប្រុសយើងនេះមានការវិនិច្ឆ័យផ្ទាល់ខ្លួនចង់បានធីងមកផ្លូវអគ្គនាយកណានតូចអញ្ជើញចូលបន្ទប់ប្រជុំសិនរងចាំអនុប្រធានចៅរៀបចំឯកសាររួចពួកយើងប្រជុំរាយការណ៍ការងារជូនតែម្ដង2ដងហើយលៀនហុងយាខ្ញុំគ្មានការអត់ធ្មត់ចំពោះអ្នកលើពី3ដងទេអ្នកនាងលៀនហុងយាបើគិតថាអគ្គនាយកណានតូចជាកុមារគឺអ្នកនាងត្រូវខាតខំហើយមើលតាមនឹងចុះអាយុ6ឆ្នាំឬក៏មិនមែនស្ដេចបងមកចាប់អូនមកហើយចាអូនសម្លាញ់បងមកហើយស្ដេចបងមកចាប់អូនមកគួរឲ្យខ្ពើមចង់វ៉ាន់ធីងបើទូរស័ព្ទថតវីដេអូចាំទៅអ្នកប្រុសតូចវាចាក់សោទៅខាងក្នុងស្ដេចតូចមកចាប់អូនមកទីនេះបងចាប់អូនបានហើយមកជាណា
และចង់រស់ហើយ ក្នុងនាមខ្លួនជាអនុប្រធានរងម្នាក់រីករាយនឹងប្រាក់ខែខ្ពស់របស់គ្រួសារណានមកជាធ្វើរឿងប្រដេបដាក់បែបនេះ អើចោតាមពិតអាក្មេងគ្រួសារណានតែមកពីជនបទសោះមានស្គាល់ធំតូចសោះនេះតែជួបជើងអាចត្រូវហៅជើងថាពូ ចង់វ៉ាន់ធីមនុស្ស3នាក់ក្នុងបន្ទប់នេះដេញចេញទាំងអស់ អាឡាដំណើររបស់ជើងម្ដាយបងគឺជាអ្នករៀបចំឲ្យហើយមានសិទ្ធិអីមកបដិយើងចេញអាក្មេងមិនតន់នឹងមកធំធំទឹកតោះហ៊ានចង់មិនចាក់ចេញសម្អាងលើអាឡាឯនេះមិនណាទេមើលចោយើងនិយាយពី3ម៉ាត់វាលះហ៊ាននិយាយហើយក្មេងនៅតែជាក្មេងលោកជ័យពិតជាខ្វះភ្នែកមែនហេតុអីឲ្យក្មេងមិនតន់ដោះរោមដូចជាអានេះមកជឿរឿងអាជីវកម្មរបស់ក្រុមហ៊ុនបែបនេះ ចៅសានខ្ញុំនិយាយរួចហើយលោកត្រូវបានបណ្ដេញចេញហើយលោកចង់ចេញពីទីនេះខ្លួនឯងឬចង់ឲ្យខ្ញុំបញ្ជូនលោកចេញដល់ផ្ទាល់ដៃ អាក្មេងល្អិតមិនបាច់ចេះហ៊ាននិយាយជាមួយយើងបែបនេះ អ្នកដតូចអាកែនយូតូ